chắc nhịp xuống đi chơi video lên đồng bố này đi nhom thọt chú nát chả để xa tại đi chơi ca chạy lẽ pi và sau để ca trong cô bao nhiêu mắt bữa tha châu chơi của tha bán bữa tha bài luôn nơi bài là việc tha vậy nghe tới anh ấy chỉ bắt sập toạc luôn nhưng mình lơ pi bộ cô nào mùi té nhưng về chồng cua ta ruột trong to nát chả đi khi hoàng anh mấy con pi nhẹ chả con phò tới chả năm điอายุโจ10 ปีឆ្នាំ โจ ក្បាល 13 ឆ្នាំ ហើយ បើ គិត មែនតើ ទៅ ចា គាត់ កើត ឆ្នាំ 2012 អញ្ចឹង โจ ក្បាល 13 ហើយ រាល់ ថ្ងៃ នេះ គាត់ ឆ្នាំ ប្រឡង រៀន ថ្នាក់ ទី 9 ណា ចា ហើយ គាត់ ក៏ អាច ប្រឡង បាន ជាប់ ឈប់ មាន ដែរ គាត់ ថា បើ យើង និយាយ ពី បន្ទុក មិន ល្អ ហ្មង ទេ តែ ក៏ ជា ការ ល្អ មួយ យ៉ាង បាន ន័យ ថា គាត់ ទៅ ចាប់ ផ្ដើម រៀន ថ្នាក់ ទី 9 បាន តែ 3 ខែ ទេ គាត់ អាច ប្រឡង ឈប់ មាន លើក ទី 1 ជាប់ ណា ចា ដោយ សារ អញ្ចឹង គឺខ្ញុំផ្លាយកូនតាំងពីយើងញញីទៅខ្ញុំអត់មានពេលវេលាសម្រាប់ឲ្យកូនទៅរៀនសាលាធំត្រូវទេគឺយើងរៀនផ្ទះកូនប្រុសខ្ញុំហ្នឹងគាត់រៀនថ្នាក់ទី1បានពេញ1ឆ្នាំថ្នាក់ទី2គាត់រៀនបានតែពាក់កណ្ដាលឆ្នាំទេទី3ទី4ទី5គាត់បានរៀនទេទី6គាត់រៀនបានពេញ1ឆ្នាំទី7អត់បានរៀនទេទី8ក៏អត់ដែរហើយគាត់ចូលទី9បានន័យថាគាត់ចប់ពីទី6គាត់ចូលទី9ហ្មងណាហើយទី9ហ្នឹងគាត់ត្រូវការសិក្សាបានន័យថាគាត់ចាប់ដើមឲ្យសម្របខ្លួនឲ្យចូលក្នុងវិទ្យាល័យឲ្យបានរយៈពេល3ខែក្នុង3ខែហ្នឹងគឺគាត់ប្រឡងជាប់ចាស់ឈប់លើកទី1បានបន្ទុកមធ្យមបានន័យថាមិនបានលេខ1ទេតែបានមកជាប់បានន័យថាបន្ទុកគាត់លោកគូសំដែរចាសូម្បីតែគ្រូគាត់សារដែរព្រោះតាក់ទងជាមួយហ្នឹងទី1អាយុយើងអត់គ្រប់ទី2យើងដែរបានរៀនទេបានន័យថាគឺយើងចូលឆៅចាគឺអត់បានរៀនគួរទេគឺគាត់រៀននឹងខ្លួនឯងទេអញ្ចឹងបទពិសោធន៍ដែលខ្ញុំចង់និយាយហ្នឹងគឺចែករំលែកពីការរៀនឲ្យបានចូលថ្នាក់ល្អហើយមិនមានសម្ពាធណាចាស់កូនខ្ញុំគឺរស់នៅបែបអត់សម្ពាធបានន័យថាគាត់រីករាយរស់នៅបែបស្រួលស្រួលអញ្ចឹងណាមានដូចថាអ្នកជិតខាងឬបងប្អូនខ្ញុំមួយចំនួនគាត់តែនិយាយថាបើសិនជាក្រៅពីកូនខ្ញុំអាចឈ្មោះដែរក្មេងមិនអាចថារៀនទី6ហើយផ្លោះចូលទី9ត្រូវការពេល3ខែដើម្បីប្រឡងជាប់ណាជាប់ដោយសមត្ថភាពបានន័យថាមិនមានការបើកចាក់មិនមានការចម្លងទេគឺធ្វើដោយប្រើពឹងលើខួរក្បាលទាំងស្រុងចាកន្លែងពេល3ខែទេហើយការរៀនអត់រៀនច្រើនទេមួយថ្ងៃគឺយើងរៀនថែមតែ1ម៉ោងទេរឿងអ្វីក៏ដោយវាស្សងទៅលើការខិតខំប្រឹងប្រែងហើយនឹងការគេហៅថាមានតិចនិចរូបមន្តដើម្បីឲ្យរៀនបានលឿនឆាប់ចេះហើយប្រកែទៀតហើយមួយទៀតខ្ញុំនិយាយពីកូនស្រីខ្ញុំចាកូនស្រីខ្ញុំគាត់អាយុ19ឆ្នាំហើយគាត់រៀនមហាវិទ្យាល័យឆ្នាំទី4គាត់ជាសិស្សពូកែឆ្នើមតែម្ដងបានថាគាត់និទេសគាត់គឺ AB រហូតអត់ដែរប្រឡងធ្លាក់ណាចាំនិយាយថាគាត់អាយុតិចគាត់ផ្លោះដូចកូនប្រុសខ្ញុំចឹងគាត់រៀនបានទី1ទី2ហើយគាត់ចូលដល់ទី5ហើយគាត់ចាប់រៀនរហូតដល់និយាយមកទៅគឺគាត់ផ្លោះពីថ្នាក់ទី2ចាតែគាត់ថាគាត់រៀនបានច្រើនជាងកូនប្រុសគាត់អត់បានរៀនទេបានថាគាត់រៀនបានតិចមែនតើណាអញ្ចឹងការគេហៅថាសមត្ថភាពនៃការចូលរៀនគឺរៀងខុសពីក្មេងធម្មតាបន្តិចខ្ញុំចង់បង្ហាញអំពីតិចនិចក្នុងការបរៀនកូនដើម្បីឲ្យកូនប្រកែហើយសំខាន់យើងជាម្ដាយអត់មានសម្ពាធទេដោយសារតែកូនយើងចេះពិតប្រាកដអត់មានចាំបាច់ថាត្រូវបរៀនកូនថាអើយកូនឯងធ្វើម៉េចអត់ទៅជាប់លោកបីគឺបានអត់ទេគឺយើងឲ្យក្មេងរឹងមាំពីគ្រឹះដំបូងអញ្ចឹងពេលទៅធំឡើងគឺអត់ពិបាកទេហើយទៅដល់នឹងការចិញ្ចឹមកូនក៏អញ្ចឹងដែរក្នុងเพจចានិយាយទៅខ្ញុំលេខ TikTok លើកទី1អញ្ចឹងរៀងអត់សូវចេះដូចខ្ញុំឥឡូវតែខ្ញុំព្យាយាមវីដេអូនេះវែងតិចហើយដោយសារខ្ញុំត្រូវការរៀបរាប់នឹងនិយាយបានច្រើនចង់ឲ្យបងប្អូនចាកុំឲ្យមានសម្ពាធព្រោះខ្ញុំឃើញសង្គមឥឡូវណាឪពុកម្ដាយភាគច្រើនគឺគាត់មានសម្ពាធ stress ទៅលើកូនខ្លាំងមែនតើទី1កូនមិនផឹងរៀនទី2កូនអត់ស្ដាប់បង្គាប់ទី3កូនមិនចេះគិតពិចារណាទី4នោះគឺកូនដើរផ្លូវខុសណាចាក្នុងเพจចាក្នុង TikTok ខ្ញុំដាក់ឈ្មោះថាអ្នកម៉ែអេលៀនសំដៅលើម៉ាមីអេលៀនណាចាឈ្មោះនេះខ្ញុំស្រឡាញ់ពេញចិត្តដោយសារអីការរស់នៅរបស់ខ្ញុំអត់ដូចជាមនុស្សទូទៅក្នុងស្រុកខ្មែរយើងទេបើយើងនិយាយមែនតើទៅវាដូចមនុស្សរស់នៅភពផ្សេងមួយដែលអ្នកចិត្តខាងឬក៏អ្នកស្គាល់ខ្ញុំថាខ្ញុំរស់នៅបែបមិនមែនជាមនុស្សទូទៅណាចាអញ្ចឹងអ្វីដែលធ្វើឲ្យគេគិតបែបហ្នឹងទី1គឺខ្ញុំអត់ចាយច្រើនទេទី2ខ្ញុំមានសុខភាពទី3ការអប់រំកូនគឺខ្ញុំនិយាយថាអាចថាលេខ1គេថាបានដែរទី4នោះគឺកូនខ្ញុំគាត់ជាក្មេងមួយដែលចេះគិតពិចារណាហើយ
ចេះសម័យចេះរកគោលដៅបានតាំងពីក្មេងណាហើយគាត់មានកំណត់ផ្ដោតទៅគោលដៅច្បាស់អត់បែកខ្ញែកដូចកូនក្មេងដតីដូចជាកូនគេដូចយ៉ាងនេះទៅគឺគាត់មានគោលដៅច្បាស់លាស់បើយើងប្រៀបធៀបនឹងក្មេងដែលសកលគ្នាគេមិនតែចេះលេងដីឯងកូនខ្ញុំសង្ឃថាចេះបើកឡានហើយចង់និយាយចឹងណាហាក់មានពិបាកទេខ្ញុំអត់មានចំណាយក្នុងការរៀនគួរទៅរៀនសាលាថ្លៃអត់ទាំងអស់ហើយមួយទៀតអ្វីទាំងអស់នេះគឺជារូបមន្តដែលខ្ញុំនឹងចែកជូនបងប្អូនចានៅក្នុងវីដេអូខ្ញុំធ្វើคลิปខ្លីៗដើម្បីងាយស្រួលហើយរាល់ចម្ងល់អាចឆាតសួរបានណាខ្ញុំនឹងព្យាយាមឆ្លើយជាមួយខ្ញុំជម្រាបជូនណាអាចារ្យនេះខ្ញុំឈ្មោះលុនបុប្ផាគឺជាអ្នកលក់ធម្មតាទេតែខ្ញុំចង់និយាយថាខ្ញុំធ្វើនេះខ្ញុំត្រូវស្រាវជ្រាវរហូតដល់កូនពីរចាខ្ញុំមិនអាចថាភ្លាមឲ្យទទួលស្គាល់ថាខ្ញុំបកកែអប់រំកូនបកកែចិញ្ចឹមកូនបកកែរៀបចំកូនទេខ្ញុំប្រកាសនេះខ្ញុំមិនសំដៅលើថាខ្ញុំល្អជាងគេអស្ចារ្យជាងគេទេតែខ្ញុំចង់ឲ្យថាខ្ញុំចែករំលែកបទពិសោធន៍ដែលខ្ញុំជាម្ដាយដែលអាចចិញ្ចឹមកូនចាម្នាក់ឯងបានចិញ្ចឹមកូនពីរទាំងការរៀនសូត្រទាំងការអប់រំទាំងការរស់នៅសម្បីតែការស្លៀកពាក់ការគិតការពិចារណាអ្វីទាំងអស់ចាគឺបានដោយមិនមានសម្ពាធហើយមិនហត់នឿយមិនធុញថប់យើងមានពេលវេលាធ្វើមេផ្ទះមានពេលវេលាធ្វើភរិយាល្អមានពេលវេលាចិញ្ចឹមកូនពេលវេលារស់ស៊ីចាគឺមានពេលវេលាសគ្រប់ហ្មងមានពេលវេលាសម្រាប់ខ្លួនឯងរីឡែកទៀតអញ្ចឹងខ្ញុំអត់មានសម្ពាធទេហើយណាមួយទៀតខ្ញុំឃើញច្រើនណាស់ពិសេស Facebook មួយរយៈនេះគឺឪពុកម្ដាយភាគច្រើនដែលគាត់រងសម្ពាធរឿងកូនមែនតើហ្មងអញ្ចឹងអ្វីក៏ដោយក៏មានវិធីដោះស្រាយដែរសំខាន់តែយើងចូលរួមដោះស្រាយទាំងអស់គ្នាក៏អត់នៅពេលដែលយើងចិញ្ចឹមកូនបានល្អផលវាឲ្យគឺធ្វើឲ្យយើងពេញចិត្តអត់ពិបាកអត់មានសម្ពាធអីទាំងអស់ស្រួលខ្លួនដូចទៅជាមួយកូនខ្ញុំណាកូនប្រុសដែលរៀនទី9ណាចាគាត់មិនចាយលុយសំបីតែ100លុយខ្មែរក្នុងការទៅរៀនគាត់អត់ចាយទេគាត់ហូបទៅចំណីទៅផ្ទះហើយគាត់ទៅសាលាក្នុងរយៈពេលចា3ទៅ4ម៉ោងដល់គាត់នៅសាលាគឺគាត់ញ៉ាំតែទឹកឯងគាត់ញ៉ាំចំណីឯងហើយគាត់មកផ្ទះវិញធម្មតារៀនសូត្រធម្មតាអញ្ចឹងណាកូនស្រីខ្ញុំដូចគ្នាចាតែកូនស្រីខ្ញុំតាមគាត់ចេះទិញទឹកញ៉ាំបានថាគាត់ទិញជាទឹកក្រូចទឹកអីធម្មតាអញ្ចឹងទៅនៅពេលដែលគាត់ចូលសកលទេចាហើយចូលសកលហ្នឹងគាត់ចូលឆ្នាំទី3ទី4ដែរតែគាត់ចេះចាយលុយតែលុយដែលគាត់ចាយហ្នឹងអាចនឹងត្រឹម2000 5000 3000អីចឹងចាហើយសួរថាខ្ញុំបិទទ្វារឲ្យកូនចាយមែនអត់ទេគឺកូនខ្ញុំចេញមកគឺបាត់នឹងហើយបើថាពេលតលេទៅដើរលេងជាមួយបងប្អូនឬក៏អីអញ្ចឹងគឺគាត់មានពេលវេលាសម្រាប់មើលសភៅអានសភៅហើយគាត់គិតអ្វីដែលល្អគិតអ្វីដែលខុសពីក្មេងធម្មតាគិតណាចាអញ្ចឹងមិនថាគ្រួសារខ្ញុំវារៀងខុសប្លែកពីគ្រួសារអ្នកដទៃបន្តិចតែបើគិតទៅជាគ្រួសារមួយដែលគេតែងតែប្រាថ្នាចង់បានចាអញ្ចឹងងាយទេបើសិនជាយើងចង់ឲ្យកូនយើងមានភាពរឹងមាំនៅពេលដែលកូនយើងរឹងមាំអត់មានពិបាកសោះដូចជាក់ស្ដែងកូនស្រីខ្ញុំអាយុ19ឆ្នាំរៀនឆ្នាំទី4ហើយរៀនបកកាយទៀតអញ្ចឹងគាត់នឹងមានឱកាសក្នុងការរៀនសូត្រសាលាល្អៗច្រើនក្នុងឱកាសដាក់បួកគឺគាត់មានឱកាសច្រើនមែនតើហើយគាត់រងថ្ងៃនេះគាត់បើកឡានទៅរៀនខ្លួនឯងចង់និយាយថាគឺបរិងស្មារតីចាក់ស្ដែងកូនខ្ញុំ19ឆ្នាំតែគំនិតការគិតការពិចារណាដូចជាក្មេងមិនថាដូចក្មេងនិយាយមែនតើបើយើងប្រៀបធៀបនឹងមនុស្សសម័យឥឡូវអាចនឹងចាស់ទុំជាងមនុស្សអាយុ40ឆ្នាំទៀតចាបើយើងប្រៀបធៀបណាចាហើយនេះកូនប្រុសខ្ញុំអាយុ12 13ឆ្នាំហ្នឹងដែលរៀនឆ្នាំទី9ណាការគិតរបស់គាត់មានគោលដៅអំពីអនាគតវែងឆ្ងាយខុសពីក្មេងធម្មតាដែលយុទ្ធនាគ្នាចាហើយការហូបចុករបស់គាត់គឺគាត់ផ្ដោតទៅលើអាហារដែលជួយទ្រទ្រង់រាងកាយគាត់អត់ញ៉ាំទឹកក្រូចអត់ញ៉ាំស្អីព្រឹកដែរទេទឹកក្លុកទឹកអីគាត់ដែរហូបទេតែគាត់ហូបផ្លែឈើធម្មតាទឹកក្រូចយូរម្ដងតែគាត់មិនប្រកាសថាហូបដែរមិនមែនដូចជាកូនគេត្រូវការញ៉ាំរាល់ថ្ងៃអត់ទេគាត់ផ្ដោតទៅលើសុខភាពរបស់ណាដែលមានសុខភាពទៅគាត់ហូបរបស់ណាអត់មានសុខភាពគាត់ហូបទេគាត់សុខភាពហូបបាយទេចាអញ្ចឹងយើងមានតែប៉ុណ្្នឹងដើម្បីជែកគ្នាទេណាចាការរៀបរាប់ខ្លួនវាប៉ុណ្្នឹងតែរៀងវែងជាងវីដេអូហ្នឹងអញ្ចឹងបងប្អូនដែលស្ដាប់ទៅបើសិនថាខ្ញុំមកនិយាយទៅមានប៉ះទង្គិចដល់ចិត្តបងប្អូនអធិស្ឋានចាតែបើសិនជាស្ដាប់ទៅមានប្រយោជន៍នឹងអាចថាសិក្សារៀនសូត្របន្ថែមពីគ្នាអញ្ចឹងទៅអាចចូលមើលវីដេអូបន្តបានណាចាអរគុណច្រើនណាចាជម្រាបលា